បាទជម្រាបសួរទាំងអស់គ្នាថ្ងៃនេះយើងមកបន្តពាក្យបច្ចេកទេសផ្ទះបាយបន្តទៀតណាបាទនៅថ្ងៃនេះប្រធានបទយើងយកពីរមកទៅចែកគ្នាគឺទី1គឺពាក្យថានំបាទនៅទី2យើងហៅថាបង្អែមអញ្ចឹងអាម៉េចទៅនំអាម៉េចទៅបង្អែមអញ្ចឹងយើងមកមើលគេថានំគឺសំដៅលើចំណីទាំងឡាយណាដែលធ្វើឡើងចេញពីម្សៅឬអង្ករចឹងឲ្យទៅចំណីទាំងឡាយណាដែលធ្វើឡើងចេញពីម្សៅឬអង្ករនោះគេហៅថានំជួនកាលអាចមានជាអំបុកផងដែរចឹងចំណីដែលអាចចម្អិនឲ្យនៅស្រស់មានតែចម្អិនហើយក៏ប៉ុន្តែវានៅស្រស់ណាមានទឹកមានគោកឬក្រៀមក៏មានន័យថាវាអាចមានទឹកផងវាអាចមានគោកផងឬក្រៀមផងណាអាហ្នឹងគឺគេហៅវាថានំអាចមានរសជាតិផ្អែមនិងមិនផ្អែមក៏មានដែរមានន័យថានំអាចផ្អែមផងអាចមិនផ្អែមផងអញ្ចឹងយើងមកមើលថានំដែលធ្វើឡើងចេញពីអង្ករអញ្ចឹងនំដែលធ្វើឡើងចេញពីអង្ករដូចជានំក្រឡាននំអន្សមអញ្ចឹងយើងហៅក្រឡានយើងហៅអន្សមណាហ្នឹងនំណាបានពីព្រោះវាធ្វើឡើងចេញពីអង្ករហៅវាគូឃើញទេដល់ពេលមួយទៀតគឺនំដែលធ្វើឡើងចេញពីម្សៅដូចជានំបញ្ចុកដូចជានំគ្រក់ឬនំអំបែកស្នូលជាដើមអញ្ចឹងអាទាំងអស់ហ្នឹងធ្វើឡើងចេញពីម្សៅតែអត់ផ្អែមទេណានំបញ្ចុកនំគ្រក់ឬក៏នំអំបែកស្នូលនំអំបែកស្នូលហ្នឹងភាសាវៀតណាមយើងហៅថានំបាញ់ឆែវណាបាទចំពោះនំក្រូចណានំត្នោតឬនំអាកោនំពុំជាដើមអានឹងធ្វើចេញពីម្សៅដែរតែរសជាតិវាផ្អែមតិចតិចណាអាមួយនំអាមួយចេញពីម្សៅអាមួយទៀតចេញធ្វើពីអង្ករហើយដូចខ្ញុំថាអញ្ចឹងថានំវាអាចធ្វើឡើងចេញពីអំបុកដែរដូចជានំកម្ៅថតអញ្ចឹងនំកម្ៅថតនេះវាធ្វើឡើងពីអំបុកណាបាទហ្នឹងយើងចំណាំនេះមួយណានំខ្លះជាម្ហូបទេវានំមែនក៏ប៉ុន្តែវាជាម្ហូបអញ្ចឹងកុំឲ្យច្រឡំនេះណាដូចកាឡានដូចនំអន្សមនំគ្រក់ឬក៏នំបំបែងស្នូលណាបាទអាហ្នឹងបើយើងធៀបពិតយើងវិញយើងហៅវានំដោយសារវាធ្វើឡើងចេញពីម្សៅឬអង្ករក៏ប៉ុន្តែវាជាម្ហូបទេណាបាទហ្នឹងកុំឲ្យច្រឡំបាទយើងមកមើលពាក្យមួយទៀតគេហៅថាបង្អែមអញ្ចឹងពាក្យថាបង្អែមនេះបាទមកពីពាក្យដើមវាគេហៅថាបងផ្អែមអញ្ចឹងដល់ពេលបងផ្អែមយូរទៅក៏คล้ายទៅជាបង្អែមអញ្ចឹងបង្អែមមានរាវនិងមានដុំអញ្ចឹងមានបង្អែមអាចរាវផងអាចដុំផងតែដាច់ខាតត្រូវតែមានរសជាតិផ្អែមដាច់ខាតបងអែមដាច់ខាតត្រូវតែមានរសជាតិផ្អែមអញ្ចឹងគេអាចយករបស់ខ្លះយកមកបង្អែមធ្វើមកពីផ្លែឈើបាទបង្អែមខ្លះយកមកពីបន្លែបង្អែមខ្លះយកមកពីបន្លែមើមឧទាហរណ៍ដូចជាសង់ខ្យាល្ពៅអញ្ចឹងសង់ខ្យាល្ពៅនេះគេយកផ្លែល្ពៅមកអញ្ចឹងល្ពៅនេះជាបន្លែណាបាទដល់ពេលចេកខ្ទិះបបរត្នោតអញ្ចឹងអានឹងគេយកមកពីផ្លែឈើបើយើងមើលសភាពចេកខ្ទិះវាមិនវាមានផ្លែចេកគោកចំណែកខ្ទិះនោះវារាវណាតែរសជាតិមិនរសជាតិវាផ្អែមចំណែកបបរត្រាវនិងបបរដំឡូងអានឹងគេយកមកពីបន្លែមើមអញ្ចឹងគេហៅវាថាបង្អែមអញ្ចឹងគិតថាលែងច្រឡំគ្នាណារវាងបង្អែមនិងនំណានំនិងបង្អែមគិតថាកុំឲ្យច្រឡំនេះតទៀតហ្នឹងហើយអរគុណច្រើនជួយ share និង like ផងដើម្បីបាននៅវីដេអូថ្មីទាក់ទងជាមួយនឹងចំណេះដឹងផ្នែកម្ហូបអាហារនិងនំណាបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ